សូមរីករាយសម្ដាប់នៅអត្ថបទកំណាព្យសាវតាវត្តរតនគិរីសង្ឃប្រវត្តិវត្តសង្ឃតាំងពីបុរាណចាស់ទុំបានសាងខាងត្បូងភ្នំព្រះជាប់ក្បែរជើងភ្នំព្រៃហុំព័ទ្ធក្រាស់រូងមួយជ្រៅណាស់មានព្រះតាំងនៅផ្លាស់ទីមកដល់លើទួលចែកក្តារសង់ចយាត្រាលំបាកចេញក្រៅតាមផ្លូវឈើធំសត្វក៏សាហាវអ្នកភូមិខ្លះហៅវត្តទួលត្រាំដុំមិនយូរប៉ុន្មានកើតមានអាស្រូវភិក្ខុគង់នៅប្រព្រឹត្តទោសធំសង់ជួបជុំគ្នាផ្លាស់ទីត្រនំមកសាងក្នុងភូមិសច្ចាំងតាំងទីក្រោយពីព្រះអង្គព្រះនាមឈុនបុត្រស្រុកកើតកលយុគវត្តភូមិខ្ទេចខ្ទីប្រជាភៀសខ្លួនរត់ពួនវក់វីគ្រប់ទិសគ្រប់ទីព្រៃភ្នំក្រំថ្មក៏កើតសង្គ្រាមជាង100ឆ្នាំតាមការចងចាំនិទានមកតតាកែយួនសាវប្រាក់ចាប់កាត់កដោតក្បាលបញ្ឈរភ្លឺបឹងខាងត្បូងចម្រងចម្រាស់លោកម្ចាស់ស័ក្តិសង្គ្រាមព្រៃផ្សៃសាហាវយំខ្នងហ៊ានក្បត់ជាតិខ្លួនពួនធ្វើអាយ៉ងអោបាត់ដំបងរងទុកខ្លោចផ្សាកាលកើតសង្គ្រាមសៀមជួយលោកម្ចាស់តបច្រើនដេដាស់ដេញវាយប្រហារសម្លាប់តាកែផ្ដាច់បង់សង្ខារកាត់យកសេរសានៅភូមិកញ្ចាំងសាកសពទីហ៊ានវាយកមិនបានច្រើនហួសប្រមាណកាយកប់មាត់ច្រាំងធ្វើលៀនបញ្ចុះសពក្បែរមាត់បឹងគ្រប់គ្នាត្រូវដឹងហៅបឹងកប់សៀមក្រោយចប់សង្គ្រាមស្រុកបានសានត្រានពួកអ្នកភូមិបានមករកផ្ទះភ្លាមជួសជុលរៀបចំសាងវត្តអារាមកន្លែងភូមិឋានដែលបានអន្តរាយប៉ុន្តែស្ដាយណាស់វត្តត្រូវផ្លាស់ទីកន្លែងខ្ទេចខ្ទីរកទីឯនាយដល់ទួលតាសុងចាស់ទុំទាំងឡាយសាមគ្គីត្រួសត្រាយកាយកាប់ធ្វើវត្ត7ជំនាន់ចៅអធិការទោះសូនសង្ខារតែនៅប្រវត្តិនិទានមកតចងក្រងតាមមាត់ខុសត្រូវសន្មត់ជួយថែរក្សាលោកតាអង្គឡុងគ្រប់គ្រងវត្តសុងក្នុងសម័យនងបាន10វស្សាថង្តៈបន្តចៅអធិការ6វស្សាចាក់សិក្ខាបទភិក្ខុហេហ៊ានចូលមកបន្ទាប់ឡើងគ្រប់គ្រងវត្តដល់ឆ្នាំ7គត់សង្គ្រាមកើតឡើងវិនាសខ្ចាត់ប្រវត្តិភូមិឋានខ្ទេចម៉ត់វត្តសល់តែដីដល់99កើតវត្តជាថ្មីប្រជាប្រុសស្រីព្រមព្រៀងសាមគ្គីនិមន្តភិក្ខុព្រៃតាន់មកពីសុវណ្ណគិរីវត្តអូរក្រោះមិនយូរប៉ុន្មានបានកុដិសាលារោងបាយអាហារតូចធំទាំងនោះសាងសង់ពីឈើប្រក់ស្បូវជំនួសនឹកឡើងស្រណោះពុនពេកប្រមាណកាលក្នុងឆ្នាំនឹងមាន2អង្គារមួយទៀតនៅនីព្រៃវាំងបាកានក្នុងឃុំតឡូពោធិ៍សាត់ក៏បានដឹកនាំកសាងវត្តសុងនេះដែរនាមវ៉ែនសមិទ្ធរឿងពិតក្នុងលោកខ្ញុំចងក្រងមកតាក់ទងហោហែមានស្រែតាសុងក្បាលហុងផងដែរនិងវត្តជាខែលតាំងពីបុរាណបានក្រោយមកទៀតមាននាមខណ្ឌស័ក្តិដឹកនាំជាលក្ខរួមគ្នាកសាងបានកុដិសាលាឧបោសដ្ឋានតែកម្មរុច្រានស័ក្តិលាសខាតាមការរៀបរាប់តសំបានប្រាប់មកជាលំដាប់ចៅអធិការបន្ទាប់ខណ្ឌស័ក្តិលាចសខាមួយទៀតឈ្មោះថាលោកតាហៅថនបនភឿនមិត្តភក្តិរយៈស្រឡាញ់ថ្នមមិនឲ្យចាញ់ដូចជាគូកនពេលអស់ប្រយោជន៍មុខក្រោយឌឺដងប្រាប់អស់អ្នកផងកំចងមេត្រីល្បីល្បាញវត្តសុងក្រោយការរៀបចំបុណ្យទានតូចធំតាមប្រពៃណីដោយអង្គភិក្ខុអត្តសិរីជំនាន់13ចៅអធិការចាជាប្រវត្តិពីដើមដល់ចប់បន្តបន្ទាប់តាំងពីដូនតាអង្គលីភារុងសំបានសុខាសូមអស់ទេវតារក្សាគ្រប់គ្រាវត្ថុស័ក្តិសិទ្ធិបារមីឃុំសុង
លោកតាក្បាលហុងសូមជួយការពារប្រជាក្នុងស្រុកភូមិផងនានាមានជោគជ័យយាឈ្នះមាសត្រូវរឿងរ៉ាវថ្ងៃមុខទោះសុខឬទុក្ខបុណ្យជួយទំនុកកែប្រែតម្រូវតាមកម្មចាត់ចែងតាក់តែងតាមផ្លូវដំណើរឆ្ពោះទៅឋានទីផុតទុក្ខសូមអនុមោទនាស្មេដោយភិក្ខុបនេចលីភិរង្សអត្តសេរីថ្ងៃសុក្រ11កើតខែផលគុណឆ្នាំម្សាញ់សប្បដស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី27ខែកុម្ភៈគ្រិស្តសករាជ2026នៅវេលាម៉ោង 11:18 នាទីយប់សូមអរព្រគុណនិងអរគុណ